ខ្លះអំពីលោកចនស៊ីណាអ្នកកីឡាចម្បាប់ដ៏អស្ចារ្យនិងមានឥទ្ធិពលលោកចនស៊ីណាមានលុយត្រឹមតែ$500ប៉ុណ្ណោះក្នុងការចាក់ V Solution មានសេវាកម្មថតវីដេអូក្នុងស្ទូឌីយោផលិតវីដេអូខ្លីៗ design poster និងគ្រប់គ្រង page ដោយអ្នកជំនាញសេវាកម្មលឿនតម្លៃសមរម្យចេញពីប្រទេសរបស់ខ្លួនដើម្បីមកចាប់អាជីពជាអ្នកកីឡាចម្បាប់តាមក្តីស្រមៃហើយបច្ចុប្បន្នលោកគឺជាតារាសម្ដែងជាអ្នកកីឡាចម្បាប់ដ៏អស្ចារ្យនិងមានឥទ្ធិពលមួយរូបផងដែរនៅឆ្នាំ2000លោកជាម្ចាស់ពានរង្វាន់ជើងឯក WWE ចំនួន16លើកនិងទទួលបានការគាំទ្រយ៉ាងខ្លាំងសម្រាប់អ្នកដែលចូលចិត្តកីឡាកាសប្រកាសជាបានស្គាល់និងដឹងខ្លះៗអំពីលោកចនស៊ីណាហើយថ្ងៃនេះ We Educate នឹងនាំអ្នកស្ដាប់មកស្គាល់ពីលោកចនស៊ីណាឲ្យកាន់តែច្បាស់ថែមទៀតលោកចនស៊ីណាឬឈ្មោះពេញហៅថា John Felix Anthony Cena កើតនៅថ្ងៃទី23ខែមេសាឆ្នាំ1977នៅក្នុងរដ្ឋ Massachusetts លោកគឺជាកូនប្រុសទី2ក្នុងចំណោមបងប្អូន5នាក់ហើយលោកគឺជាកូនរបស់លោក John S.R. និងលោកស្រី Carol Cena លោកបានក្លាយជាមេបញ្ជាការកងពលធំទី3វាលោកអាមេរិកនិងជាប្រធានក្រុមនៅ Springfield ផងដែរ John Cena គឺជាមនុស្សដែលស្រឡាញ់រាងកាយតាំងពីតូចមករហូតដល់គាត់មានអាយុ15ឆ្នាំលោកបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យហើយលោកបានផ្លាស់ទៅរដ្ឋកាលីហ្វ័រញ៉ាដើម្បីបន្តអាជីពជាអ្នកបង្កើតកាយវិបកម្មឬកីឡាកាសនៅក្នុងឆ្នាំ2000ហើយស្ថានភាពពេលនោះវាពិតជាពិបាកមែនទែនសម្រាប់លោកព្រោះលោកចាក់ចេញពីប្រទេសរបស់ខ្លួនដោយមានលុយត្រឹមតែ$500ប៉ុណ្ណោះដើមឆ្នាំ2000លោកបានជួបជាមួយអ្នកចម្បាប់ម្នាក់នៅ Gold's Gym ដែលបានបញ្ចុះបញ្ចូលលោកឲ្យចុះឈ្មោះចូលរៀនវគ្គសិក្សានៅឯUltimate Pro Wrestling ឬហៅថា UPW ដែលជាអតីតក្រុមហ៊ុនអភិវឌ្ឍកីឡាចម្បាប់ពិភពលោកបានចូលរៀនហ្វឹកហាត់មិនបានយូរប៉ុន្មានលោកក៏បានក្លាយជាអ្នកចម្បាប់ដ៏មានមហិច្ឆតានិងបានឈ្នះពានរង្វាន់ UPW នៅថ្ងៃទី27ខែមេសាឆ្នាំ2000នៅ San Diego ក្នុងរដ្ឋ California ទៀតផងនៅក្នុងអំឡុងឆ្នាំ2001លោកទទួលបានការចាប់អារម្មណ៍និងតាក់ទងមកលោកដើម្បីឲ្យធ្វើការជាមួយពីអ្នកគ្រប់គ្រង WWEហើយលោកក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីក្លាយជាកីឡាកាសនៅ Ohio Valley Wrestling OVW នៅក្នុងឆ្នាំ2002លោកក៏បានឈ្នះពានរង្វាន់ OVW និងឈ្មោះរបស់លោកបានចូលរួមនៅក្នុងបញ្ជីរបស់ WWE ក្នុងខែមីនាឆ្នាំ2004លោកក៏បានឈ្នះជើងឯកសហរដ្ឋអាមេរិកគឺកីឡាករ Big Show WrestleMania 20ចាប់តាំងពីពេលនោះមកគាត់ទទួលបានពានរង្វាន់ជាច្រើនហើយលោកក៏បានក្លាយជាអ្នកចម្បាប់ដំបូងគេបង្អស់ដែលបានផ្ដួលជើងឯក Yumaka Fatu នៅក្នុងការប្រកួតមួយក្នុងឆ្នាំ2007បើងាកមកមើលពីអាជីពខាងសម្ដែងវិញលោក John Cena បានដើរតួក្នុងរឿង Blockers និងរឿង The Suicide Squad ជាមួយគ្នានោះលោកក៏បានសម្ដែងជាច្រើនលើកច្រើនសារនៅក្នុងរឿង Fast and Furious ហើយថ្មីៗនេះក៏បានសម្ដែងនៅក្នុងរឿង Barbie ផងដែរបាននិយាយពីជីវិតគូរបស់លោកគឺមិនសូវសមប្រកបប៉ុន្មានទេលោក John Cena បានរៀបការជាមួយនឹង Elizabeth Huberdeer នៅថ្ងៃទី11ខែកក្កដាឆ្នាំ2009និងបានលែងលះគ្នាវិញនៅឆ្នាំ2012ក្រោយមកនៅឆ្នាំនោះគាត់បានចាប់ផ្ដើមណាត់ជួបជាមួយអ្នកចម្បាប់ Nikki Bella ហើយពួកគេមានកម្រងនឹងរៀបការជាមួយគ្នាក៏ប៉ុន្តែបានលែងលះគ្នាវិញក្រោយមកលោក John Cena បានចាប់ផ្ដើមតាក់ទងជាមួយ Shai Saraswat នៅដើមឆ្នាំ2019ហើយពួកគេបានរៀបការនៅឆ្នាំ2020ក្នុងពិធីឯកជនមួយនៅTampa រដ្ឋ Floridaនេះគឺជារឿងខ្លះៗពីលោក John Cena កំពូលអ្នកកីឡាចម្បាប់ដែលបានផ្ដល់នូវកុមារភាពដែលមិនអាចបំភ្លេចបានសម្រាប់កុមារទាំងប្រុសទាំងស្រីនៅជុំវិញពិភពលោក V Solution មានសេវាកម្មថតវីដេអូក្នុងស្ទូឌីយោផលិតវីដេអូខ្លីៗ design poster និងគ្រប់គ្រង page ដោយអ្នកជំនាញសេវាកម្មលឿនតម្លៃសមរម្យ